នឹងហើយបងប្អូនអរគ្នាថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំនឹងរៀបចំសម្ភារៈឬក៏សម្លៀកបំពាក់នឹងរុះរើផ្ទះថ្មីចឹងណាបងប្អូនមិនរុះរើផ្ទះថ្មីទេបងប្អូនគឺទៅនៅផ្ទះថ្មីតែម្ដងចឹងណាហើយនេះគឺខ្ញុំធ្វើការរៀបចំសម្លៀកបំពាក់តែម្ដងព្រោះស្អែកហ្នឹងគឺខ្ញុំចេញដំណើរទៅហើយចឹងហើយគឺយើងត្រៀមទុកមុនចឹងណាកុំឲ្យស្ទិចស្ទាហើយនេះគឺប្តីរបស់ខ្ញុំរៀបចំកុំព្យូទ័រអីចឹងទៅដោយសារអីគឺកុំព្យូទ័រហ្នឹងគឺសំខាន់បំផុតក្នុងការផុសវីដេអូហើយនឹងស្រាវជ្រាវផ្សេងៗអីចឹងណាបងប្អូនចឹងហើយតែផ្លេចអាហ្នឹងគឺចប់ហើយព្រោះអីគឺខ្ញុំនៅក្នុងគឺមិនរយៈពេល1ថ្ងៃ2ថ្ងៃទេគឺប្រហែលជានៅរហូតគាត់ថាបានដែរហើយនេះគឺខ្ញុំធ្វើការលាបម៉ាក់ប៉ាយនិងក្រុមគ្រួសារទាំងអស់ចឹងណាបាយបានជោគជ័យនឹងឆាកជីវិតថាយើងម៉ាក់ហត់ចៅតែទៅនៅផ្ទះថ្មីហើយចៅម៉ាក់ចៅស្រស់ហើយតែថាអូម៉ាក់វិញស្ងាត់ហើយម៉ាក់ថ្ងៃនេះនោះស្ងាត់ទាំងកូនចិននោះកូនចិនមកកាយយំស្ងាត់ហើយបងប្អូននៅម៉ាក់គាត់ជុំមកឡើងហ៊ានទៅនេះនឹងហើយបងប្អូនអរគ្នាធ្លាប់និយាយលេងមួយម៉ាក់ឥឡូវនេះគឺចាក់ចាញ់តែនៅផ្ទះថ្មីហើយចឹងហើយគឺអត់បាននិយាយជាមួយម៉ាក់ទៀតទេមានតែតាមទូរស័ព្ទហើយចឹងទៅម៉ាក់គាត់ឡើងយកមកបងប្អូនដកទឹកភ្នែកនៅក្នុងភ្នែកប៉ុន្តែអត់ហ៊ានចេញមកទេកុំឲ្យមានអារម្មណ៍ថាកូនអាឡោះអាឡៃអត់ចង់ទៅចឹងទេបងប្អូនហើយនេះបន្ទាប់ពីលាម៉ាក់ហើយគឺលាប៉ាម្ដងជោគជ័យមុខរបរជីវកម្មសាធុធ្វើអីបានជោគជ័យដែលខុសឆ្គងនេះដែរឲ្យឃើញនៃភាពអាណិតរបស់តកែរបស់អុកញ៉ាសាធុប៉ាលាសិនទេប៉ាចាបន្ទាប់ពីលាក្រុមគ្រួសារហើយឥឡូវនេះគឺខ្ញុំមកអុជធូបដើម្បីសុំពរជ័យចឹងណាពីផ្ទះចាស់របស់ខ្ញុំចេញទៅនេះបងប្អូនអរគ្នាគឺលាស្រុកលាស្រែលាម៉ែលាពុកលាក្រុមគ្រួសារទាំងអស់ហើយបងប្អូនលាខេត្តខ្លួនឯងទៅនៅខេត្តគេចឹងណាបងប្អូនអរគ្នាពួកអីទេខ្ញុំគឺនៅនងចាគឺធ្វើហៅយាយបងប្អូនចឹងហើយគឺរៀបចំទៅនឹងឯងហើយនេះគឺការធ្វើដំណើរទៅខ្ញុំចេញប្រហែលជាម៉ោង4មកនៅនេះដោយសារតែមានភារកិច្ចសំខាន់ផងដែរចឹងហើយបានជាចាក់ចេញឆ្ងាយចឹងណាបងប្អូនអរគ្នាជីពីផ្ទះចាស់របស់ខ្ញុំមកដល់ផ្ទះថ្មីនេះបងប្អូនឆ្លងខេត្តឆ្លងស្រុកគេហ្នឹងរៀងច្រើនដែរឡើយនេះក៏ចិត្តមកដល់ដែរព្រោះអីមកដល់ខេត្តតាកែវវិញបងប្អូនអរគ្នាតែដំណើរហ្នឹងគឺនៅវែងឆ្ងាយទៀតបងប្អូនមិនដល់ភ្លាមទេខ្ញុំចង់ដឹងខ្លាំងមែនតើថាផ្ទះដែលខ្ញុំធ្វើរួចរាល់ហ្នឹងមានរូបរាងបែបណាលក្ខណៈបែបណាអីចឹងណាបងប្អូនហើយនេះគឺចេញម៉ោង4ហ្នឹងរហូតមកដល់ម៉ោង6ឡើយនេះគឺមកដល់ហើយបងប្អូនគឺដល់វត្តតាពាំងវែងតែមិននៅផ្ទះថ្មីហ្នឹងគឺមកនៅក្នុងវត្តទេណាបងប្អូនគឺយើងធ្វើដំណើរទៅមុខទៀតហើយនេះគឺមកដល់ហើយផ្ទះថ្មីរបស់ខ្ញុំបងប្អូនអរគ្នាលក្ខណៈផ្ទះថ្មីរបស់ខ្ញុំហ្នឹងគឺបែបហ្នឹងហើយនេះគឺទំលាបពណ៌ថ្នាំថ្មីឯងបងប្អូនព្រោះអីចូលមកហ្នឹងគឺធុំក្លិនថ្នាំនៅឡើយទេតែនេះដោយសារតែយើងបញ្ញាប់មិននៅបងប្អូនដល់ពេលចឹងទៅតាមនឹងហ្មងទៅហើយនេះប្តីរបស់ខ្ញុំធ្វើការសម្អាតបន្ទប់ចឹងណាហើយបន្ទប់ហ្នឹងគឺមាន2បងប្អូនអរគ្នាហើយកន្លែងដាក់ office ហ្នឹងក៏មាន1ជាក្រានបាយហើយនឹងបន្ទប់ទឹកហ្នឹងគឺនៅក្នុងនឹងតែម្ដងចឹងណាបងប្អូនអរគ្នាហើយមានគឺដូចជាម៉ាស៊ីនត្រជាក់អីចឹងទៅនៅផ្ទះចាស់មានគម្រោងថាដាក់ម៉ាស៊ីនត្រជាក់ឥឡូវមកដល់ផ្ទះថ្មីហើយគឺមានម៉ាស៊ីនត្រជាក់អីបងប្អូនប៉ុន្តែមានណារយៈពេល2-3ថ្ងៃដែលខ្ញុំគេនៅនឹងចង់អាលាក់ស៊ីជាមួយនឹងម៉ាស៊ីនត្រជាក់នឹងតែម្ដងបងប្អូនចឹងហើយសលេងនឹងរៀងស្អករៀងដាស់សាយទីចៃបងប្អូនអរគ្នាដែលសារតែឈឺតែព្យាយាមបញ្ចូលសលេងកុំឲ្យបងប្អូននឹងបាត់មកយូរពេក